បើសិនជាបងប្អូនមានសាច់គោនៅផ្ទះអត់ដឹងថាធ្វើអីឆ្ងាញ់អាចសាកល្បងឆាសាច់គោតាមវិធីនេះបានណាបងប្អូនណាខ្លះដែលតែងតែឆាបែបនេះធានាហ្មងបងប្អូនយកអាសាច់គោដែលផុយមកផ្ទាប់ជាមួយបន្លែគឺចាប់ជាតិមែនតើដំបូងហ្នឹងគឺខ្ញុំចាប់ផ្ដើមលាយទឹកសុះដែលនៅក្នុងហ្នឹងគឺមានប្រេងខ្យងចំនួន2ស្លាបព្រាបាយបន្ទាប់មកគឺចាប់ផ្ដើមដាក់ទឹកប៉េងប៉ោះតែ1ស្លាបព្រាបាយទេបងប្អូនហើយយើងបន្ថែមជាមួយនឹងម្សៅស៊ុបមាន់ណាម្សៅស៊ុបមាន់នេះគឺជាផលិតផលរបស់ខ្មែរផលិតនិងវេចខ្ចប់ក្នុងប្រទេសកម្ពុជាតែម្ដងក្លិនឈ្ងុយបងប្អូនបន្ទាប់មកគឺដាក់ស្ករនិងម្រេចជាការស្រេចហើយនៅក្នុងហ្នឹងគឺខ្ញុំថែមទឹកបន្តិចដែរណាដើម្បីឲ្យវាមានល្បាយរៀងរាវតិចទៅដើម្បីឲ្យយើងឆាទៅវារៀងឆ្ងាញ់មានទឹកមានអីអញ្ចឹងណាបងប្អូនហើយពាក់ព័ន្ធទៅនឹងការឆាងាយមែនតើដោយពុកម៉ែបងប្អូនបានឃើញអញ្ចឹងបាននិយាយទៅបងប្អូនការជ្រើសរើសសាច់គោហ្នឹងយកអារបៀបអាផុយមកអញ្ចឹងនៅពេលដែលយើងឆាមកល្មមទៅចាប់ផ្ដើមចាក់ទឹកសុះរបស់យើងចូលមកផ្លែទៅឆ្អិននៃព្រោះថាសាច់គោនៅពេលដែលឆ្អិនពេកវាធ្វើឲ្យស្វិតទៅវិញឯងសម្រាប់រសជាតិដែលខ្ញុំធ្វើនេះគឺមិនដិតពេកមិនស្រាលពេកទេមកល្មមឆ្ងាញ់ប៉ុន្តែខ្ញុំញ៉ាំនេះអត់មានជ្រលក់ជាមួយនឹងបើម្រេចអីទៀតទេបងប្អូនដាក់ប៉ុណ្្នឹងមកគឺល្មមតែម្ដងងាយស្រួលធ្វើហើយឆ្ងាញ់ទៀតអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនបើអត់ដឹងថាធ្វើម្ហូបអីទេចាអាចសាកល្បងបានណាហើយមិនដែរម្ហូបថ្ងៃនេះបានបន្ទុកម៉ានបងប្អូននិយាយពីថាខ្ញុំញ៉ាំឡើងអស់បែបឆ្នាំងតែម្ដងហើយនេះគឺជាម្សៅស៊ុបរសជាតិសាច់មាន់បោះសបាពុកម៉ែបងប្អូនអាចរកទិញបាននៅតាមផ្សារទំនើបជីបមកឬមួយក៏ម៉ាតផ្សេងហើយអីដែលខ្ញុំពេញចិត្តហ្នឹងគឺគេអត់មានបន្ថែមក្លិនឬមួយក៏បន្ថែមពណ៌អីទេគឺ original មិនចេញមកអញ្ចឹងតែម្ដងហើយសម្រាប់បងប្អូនដែលបដូរប្រើពីរបស់សៀមមកប្រើរបស់ខ្មែរអត់ដឹងថាប្រើ brand ណាទេគឺថាអាចជ្រើសរើសម្សៅស៊ុបបោះស្បាបាន